ព្រះគម្ពីរសាមយូអែលទី1ចំពុក26ខ1គ្រានោះពួកស្រុកស៊ីបគេមកឯសូលនៅត្រង់គីបៀទូលថាដាវីតកំពុងតែពួននៅក្នុងភ្នំហាគីឡាដែលនៅប្រទល់មុខនឹងទីហោស្ថាននោះសូលទ្រង់ក៏រៀបចំយាងចុះទៅឯទីហោស្ថានស៊ីបនាំទាំងមនុស្សជ្រើសរើសក្នុងពួកអ៊ីស្រាអែល 3000 នាក់ដើម្បីនឹងរកដាវីតក្នុងទីហោស្ថាននោះទ្រង់បោះតក្បែរផ្លូវនៅលើភ្នំហាគីឡាដែលនៅប្រទល់មុខនឹងទីហោស្ថានឯដាវីតលោកអាស្រ័យនៅក្នុងទីហោស្ថាននោះឯងក៏ឮថាសូលតាមលោកមកដូច្នោះនោះលោកចាត់គេឲ្យទៅឆ្លប់លបមើលក៏ដឹងពិតថាសូលបានយាងមកហើយដូច្នេះដាវីតរៀបចំចេញទៅឯកន្លែងដែលសូលបានបោះទ័ពនោះលោកក៏ឃើញកន្លែងដែលសូលនិងអូប៊ីនឺកូនឺជាមេទ័ពទ្រង់បានដេកនៅឯសូលទ្រង់ទុំនៅកណ្ដាលវងទីបោះទ័ពហើយបណ្ដាទ័ពគេដេកនៅព័ទ្ធជុំវិញនោះដាវីតសួរទៅអូហ៊ីម៉ាលេកជាសាហេតនិងអូប៊ីសាយប្អូនយូអាប់ជាកូនសេរូយ៉ាថាតើអ្នកណានឹងចុះទៅឯសូលក្នុងទីបោះទ័ពជាមួយនឹងខ្ញុំអូប៊ីសាយឆ្លើយថាខ្ញុំនេះនឹងចុះទៅដូច្នេះដាវីតនិងអូប៊ីសាយក៏ចូលទៅក្នុងបណ្ដាទ័ពទាំងយប់ឃើញសូលកំពុងផ្ទុំលក់នៅក្នុងវងទីបោះទ័ពមានលំពែងរបស់ទ្រង់ដោតនៅដីត្រង់ក្បាលដំណេកឯអូប៊ីនឺនិងបណ្ដាទ័ពទាំងប៉ុន្មានគេដេកនៅព័ទ្ធជុំវិញទ្រង់នោះអូប៊ីសាយជម្រាបដាវីតថានៅថ្ងៃនេះព្រះទ្រង់បានប្រគល់ខ្មាំងសត្រូវមកក្នុងកណ្ដាប់ដៃលោកហើយដូច្នេះសូមបើកឲ្យខ្ញុំចាក់នឹងលំពែងឲ្យធ្លុះដល់ជីវិតតែមួយដងទៅដើម្បីកុំឲ្យអំពើទៅមុខទៀតតែដាវីតខកថាកុំឲ្យបំផ្លាញជីវិតទ្រង់ឡើយត្បិតតាមមានអ្នកឯណាអាចនឹងលូកដៃទៅទោសនឹងអ្នកដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំងឲ្យហើយឥតមានទោសបានឬទេដាវីតក៏និយាយទៀតថាខ្ញុំស្បត់ដោយនៅព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថាព្រះយេហូវ៉ានឹងប្រហារជីវិតទ្រង់ឬថ្ងៃកំណត់ដែលទ្រង់ត្រូវសគត់នឹងមកដល់ឬទ្រង់នឹងចេញទៅវិនិច្ឆ័យក្នុងទីចម្បាំងណាមួយជាមិនខានសូមព្រះយេហូវ៉ាខាត់កុំឲ្យខ្ញុំលូកដៃទៅទាស់នឹងអ្នកដែលទ្រង់បានចាក់ប្រេងតាំងឲ្យឡើងដូច្នេះចូលយកតែលំពែងដែលនៅត្រង់ក្បាលដំណេកទ្រង់និងក្អមទឹកប៉ុណ្ណោះរួចយើងវិលទៅវិញចុះយ៉ាងនោះដាវីតក៏យកលំពែងនិងក្អមទឹកពីត្រង់ក្បាលដំណេករបស់សូលចេញបាត់ទៅឥតមានអ្នកណាឃើញឬដឹងឡើយក៏គ្មានអ្នកណាភ្ញាក់ផងដោយគ្រប់គ្នាកំពុងតែដេកលក់ពីព្រោះព្រះយេហូវ៉ាទ្រង់បានធ្វើឲ្យគេលក់សុខដាវីតក៏ត្រឡប់ទៅឯខាងខ្លួនវិញហើយឈរលើកំពូលភ្នំពីចម្ងាយមានប្រឡោះធំនៅជាកណ្ដាលរួចស្រែកដាស់ពួកបណ្ដាទ័ពនិងអូប៊ីនឺជាកូននឺថាណែអូប៊ីនឺមិនឆ្លើយទេឬនោះអូប៊ីនឺឆ្លើយឡើងថាតើអ្នកណាដែលស្រែកហៅស្ដេចនោះដាវីតឆ្លើយតបទៅអូប៊ីនឺថាតើឯងមិនមែនជាមនុស្សទេឬអីតើមានអ្នកឯណាក្នុងបណ្ដាសាសអ៊ីស្រាអែលឲ្យដូចជាឯងដូច្នេះហេតុអ្វីបានជាឯងមិនបានរក្សាស្ដេចជាចៅហ្វាយអ្នកឯងបិទមានមនុស្សម្នាក់បញ្ចូលមកចង់បំផ្លាញស្ដេចជាចៅហ្វាយអ្នកឯងចោលឯងធ្វើយ៉ាងដូច្នេះមិនល្អទេអញស្បត់ដែលនៅព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថាឯងគួរស្លាប់ហើយដែលព្រោះឯងរកគ្នាមិនបានរក្សាចៅហ្វាយរបស់ខ្លួនដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំងឲ្យឥឡូវនេះចូលឯងមើលលំពែងរបស់ស្ដេចនិងក្អមទឹកដែលបាននៅត្រង់ក្បាលដំណេកទ្រង់នោះតើនៅឯណារីឯសូលទ្រង់បានស្គាល់សំឡេងដាវីតហើយក៏សួរថាអោដាវីតកូនអើយនេះជាសំឡេងឯងឬនោះដាវីតទូលឆ្លើយថាបបិទ្ធព្រះករុណាជាម្ចាស់នៃទូបង្គំអើយនេះជាសំឡេងទូបង្គំមែនហើយរួចទូលសួរថាហេតុអ្វីបានជាព្រះករុណាជាម្ចាស់នៃទូបង្គំដេញតាមទូបង្គំជាបាវបម្រើទ្រង់ដូច្នេះតើទូបង្គំបានធ្វើអ្វីឬមានទោសយ៉ាងណាដូច្នេះសូមព្រះករុណាជាម្ចាស់នៃទូបង្គំទ្រង់ព្រះសម្ដាប់ទូបង្គំជាបាវបម្រើទ្រង់បន្តិចបើសិនជាគឺព្រះយេហូវ៉ាដែលញុះញង់ព្រះករុណាឲ្យទោសនឹងទូបង្គំនោះសូមឲ្យទ្រង់ទទួលដង្វាយមួយចុះតែបើគឺជាពួកមនុស្សជាតិវិញនោះសូមឲ្យគេត្រូវបណ្ដាសានៅចំពោះព្រះយេហូវ៉ាចុះត្បិតនៅថ្ងៃនេះគេបានបណ្ដេញទូបង្គំមិនឲ្យមានចំណែកក្នុងមរតកផងព្រះយេហូវ៉ាទេដោយថាចូលទៅគោរពប្រតិបត្តិដល់ព្រះដទៃចុះដូច្នេះសូមកុំឲ្យឈាមទូបង្គំបានស្រក់ចុះទៅដីឃ្លាតពីចំពោះព្រះយេហូវ៉ាឡើយត្បិតស្ដេចនៃសាសអ៊ីស្រាអែលបានចេញមកដើម្បីរកតែចៃទេ
ដូចជាការគេដេញតាមគ្រួចនៅលើភ្នំដែរនោះសូលមានបន្ទូលថាអញបានធ្វើបាបហើយដាវីតកូនអើយចូលមកវិញចុះអញលែងធ្វើបាបឯងហើយពីព្រោះនៅថ្ងៃនេះជីវិតអញបានថ្លៃវិសេសនៅភ្នែកឯងមើលអញបានប្រព្រឹត្តដោយសេចក្តីចំគួតហើយធ្វើខុសជាខ្លាំងណាស់ដាវីតទូលឆ្លើយថាមើលណែនេះលំពែងរបស់ទ្រង់សូមឲ្យពួកទ្រង់ម្នាក់មកយកទៅវិញចុះព្រះយេហូវ៉ាទ្រង់នឹងសងដល់មនុស្សតាមសេចក្តីសុចរិតនិងសេចក្តីស្មោះត្រង់របស់គេរៀងខ្លួនពីព្រោះនៅថ្ងៃនេះព្រះយេហូវ៉ាទ្រង់បានប្រគល់ព្រះករុណាមកក្នុងកណ្ដាប់ដៃទូលបង្គំហើយតែទូលបង្គំមិនព្រមលោកដៃទាស់នឹងអ្នកដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំងឲ្យទេហើយដែលព្រះជន្មនៃព្រះករុណាបានថ្លៃវិសេសនៅភ្នែកទូលបង្គំនៅថ្ងៃនេះយ៉ាងណានោះសូមឲ្យជីវិតទូលបង្គំបានថ្លៃវិសេសនៅព្រះនេត្រនៃព្រះយេហូវ៉ាយ៉ាងនោះដែរហើយសូមទ្រង់មេត្តាប្រោសឲ្យទូលបង្គំរួចចាកពីគ្រប់តែសេចក្តីវេទនាផងនោះសូមមានបន្ទូលថាដាវីតកូនអើយសូមព្រះទ្រង់ប្រទានពរដល់ឯងចុះឯងនឹងបានធ្វើការយ៉ាងពូកែហើយមានជ័យជំនះផងរួចដាវីតក៏ចេញបាត់ទៅហើយសូលទ្រង់ត្រឡប់វិលទៅឯកន្លែងរបស់ទ្រង់វិញជំពូក27ខ1គ្រានោះដាវីតនឹកក្នុងចិត្តថាមានថ្ងៃណាមួយអញនឹងស្លាប់ដោយសារដៃសូលជាមិនខានគ្មានផ្លូវណាជាជាងឲ្យអញរត់ទៅជ្រកនៅឯស្រុករបស់ពួកភីលីស្ទីនទេនោះសូលនឹងអស់ចិត្តចង់រកអញនៅគ្រប់ក្នុងអស់ទាំងដែនស្រុកអ៊ីស្រាអែលទៀតដូច្នេះទើបអញនឹងរួចចេញពីប្រហោះទ្រង់បានស្រេចហើយដាវីតក៏ក្រោកឡើងនាំទាំងពួក600នាក់ដែលនៅជាមួយនឹងលោកទៅឯស្រុកអូគីសជាបុត្រម៉ាអូកដែលជាស្ដេចក្រុងកាតទៅក៏អាស្រ័យនៅក្នុងក្រុងកាតជាស្រុករបស់អូគីសនោះព្រមទាំងពួកលោកទាំងប៉ុន្មានដែលគ្រប់គ្នាមានពួកគ្រូរបស់ខ្លួននៅជាមួយផងឯដាវីតលោកបាននាំប្រពន្ធទាំងពីរមកដែរគឺនាងអូហ៊ីណោមជាអ្នកស្រុកយេស្រៀលនិងអូប៊ីកែលជាអ្នកស្រុកកើមែលដែលជាប្រពន្ធរបស់ខ្មោចណាបាល់ផងនោះមានគេទូលដល់សូលថាដាវីតបានរត់ទៅនៅក្នុងក្រុងកាតហើយដូច្នេះទ្រង់ក៏ឈប់លែងរកទៀតឯដាវីតលោកទូលនឹងអូគីសថាបើទូលបង្គំបានប្រកបដោយព្រះគុណនៅចំពោះទ្រង់ឥឡូវនោះសូមទ្រង់ឲ្យគេចែកទីកន្លែងដល់ទូលបង្គំនៅទីក្រុងណាមួយក្នុងអាណាខេត្តរបស់ទ្រង់ឲ្យទូលបង្គំបានអាស្រ័យនៅផងបិទមិនគួរឲ្យទូលបង្គំជាបាវទ្រង់បាននៅក្នុងទីក្រុងធំរបស់ស្ដេចជាមួយនឹងទ្រង់ទេនៅថ្ងៃនោះឯងអូគីសក៏ប្រទានក្រុងស៊ីកឡាក់ឲ្យដល់ដាវីតព្រោះហេតុនោះបានជាក្រុងស៊ីកឡាក់ក៏នៅជារបស់ផងពួកស្ដេចយូដាដរាបដល់សព្វថ្ងៃនេះដាវីតក៏អាស្រ័យនៅក្នុងស្រុកភីលីស្ទីនអស់1ឆ្នាំ4ខែនៅគ្រានោះដាវីតនិងពួកលោកក៏ចូលលុកក្នុងស្រុករបស់ពួកកេសូរីពួកកេសឺនិងពួកអាម៉ាឡេកត្បិតសាសទាំងនោះជាអ្នកស្រុកតាំងតែពីដើមរៀងមកគេនៅតាមផ្លូវដែលទៅឯស្រុកសើរហូតដល់ស្រុកអេស៊ីបដាវីតវាយស្រុកគេឥតទុកឲ្យមានប្រុសឬស្រីនៅរស់ឡើយក៏ចាប់យកជាមគោលាអូតនិងសម្លៀកបំពាក់របស់គេរួចនាំគ្នាត្រឡប់មកឯអូគីសវិញអូគីសទ្រង់សួរថាតើអ្នកបានលុកចូលវាយស្រុកណាខ្លះនៅថ្ងៃនេះរួចដាវីតទូលឆ្លើយថាបានទៅខាងត្បូងស្រុកយូដានិងខាងត្បូងពួកយេរ៉ាម៉ាអែលហើយខាងត្បូងពួកកេនដាវីតមិនទុកគេទោះប្រុសទោះស្រីក្តីឲ្យនៅរស់ដើម្បីនឹងនាំមកឯក្រុងកាតទេដោយថាខ្លាចក្រែងគេផ្សាយដំណឹងថាដាវីតបានធ្វើដូច្នេះមួយក៏ធ្លាប់ធ្វើដូច្នោះចាប់តាំងពីវេលាដែលចូលមកនៅក្នុងស្រុកភីលីស្ទីននេះដែរអូគីសក៏ជឿដាវីតដោយថាវាបានបណ្ដាលឲ្យពួកអ៊ីស្រាអែលជាសះខ្លួនស្អប់ខ្ពើមដល់ខ្លួនហើយដូច្នេះវានឹងធ្វើជាអ្នកបម្រើរបស់អញជាដរាបតទៅជំពូក28ខ1នៅគ្រានោះពួកភីលីស្ទីនគេប្រមូលពលទ័ពគេមកដើម្បីច្បាំងនឹងសាសអ៊ីស្រាអែលហើយអូគីសមានបន្ទូលទៅដាវីតថាចូលឲ្យអ្នកដឹងថាត្រូវឲ្យអ្នកព្រមទាំងពួកពលរបស់អ្នកផងចេញទៅក្នុងកងទ័ពជាមួយនឹងយើងដាវីតទូលឆ្លើយថាបើដូច្នេះទ្រង់នឹងបានជ្រាបការដែលទូលបង្គំជាបើទ្រង់នឹងធ្វើជាយ៉ាងណានោះអូគីសមានបន្ទូលតបថាបើដូច្នោះមែនយើងនឹងតាំងអ្នកឲ្យការពារយើងជាដរាបតទៅរីឯសាំយូអែលលោកបានស្លាប់ហើយពួកអ៊ីស្រាអែលទាំងអស់ក៏កាន់ទុក្ខនឹងលោកហើយបានបញ្ចុះសពលោកនៅត្រង់រ៉ាម៉ាក្នុងទីក្រុងរបស់លោករួចជាស្រេចហើយសូលទ្រង់បានបណ្ដេញអស់ទាំងពួកគ្រូខាបនិងពួកគ្រូអន្ទង់ខ្មោចពីស្រុកចេញគ្រានោះពួកភីលីស្ទីនគេប្រមូលគ្នាមកបោះទ័ពនៅត្រង់
សូណាមហើយសូលទ្រង់ក៏ប្រមូលពួកអ៊ីស្រាអែលទាំងអស់ទៅបោះតបនៅត្រង់គីលបោដែរការសូលទ្រង់ទតឃើញពលទ័ពខាងពួកភីលីស្ទីននោះទ្រង់ក៏ភ័យហើយមានព្រះទ័យញាក់ញ័រជាខ្លាំងតែការសូលទូលសួរដល់ព្រះយេហូវ៉ានោះទ្រង់មិនឆ្លើយតបមកឡើយទោះបើដោយការពន្យល់សពឬដោយសារយូរីមឬដោយពួកហោរ៉ាក្តីដូច្នេះសូលទ្រង់មានបន្ទូលប្រាប់ទៅពួកអ្នកបម្រើទ្រង់ថាចូលទៅរកស្រីដែលចេះខាបខ្មោចឲ្យអញចុះដើម្បីឲ្យអញបានទៅសួរទំនាយពីស្រីនោះពួកអ្នកបម្រើទ្រង់ក៏ទូលឆ្លើយថាមើលនៅឯអេនដោមានស្ត្រីម្នាក់ជាអ្នកចេះខាបនោះសូលទ្រង់ក៏ខ្លាញ់ខ្លួនហើយផ្លាស់សលៀកបំពាក់រួចចេញទៅមានមនុស្សពីរនាក់ទៅជាមួយផងក៏បានទៅដល់ស្រីនោះនៅពេលយប់ហើយមានបន្ទូលថាសូមទីប្រាប់ខ្ញុំដែលនៅខ្មោចចុះហើយសូមខាបយកអ្នកមួយដែលខ្ញុំនឹងប្រាប់អ្នកឲ្យមកឯខ្ញុំផងស្ត្រីនោះឆ្លើយឡើងថាលោកជ្រាបហើយពីការដែលស្ដេចសូលបានធ្វើជាយ៉ាងណាគឺទ្រង់បានបណ្ដេញពួកចេះខាបនិងពួកអន្តងខ្មោចពីស្រុកចេញចុះហេតុអ្វីបានជាលោកដាក់អន្ទាក់ចាប់ជីវិតខ្ញុំឲ្យត្រូវស្លាប់ដូច្នេះនោះសូលក៏ស្បត់ឲ្យស្ត្រីនោះដែលនៅព្រះយេហូវ៉ាថាខ្ញុំស្បត់ដែលនៅព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថាអ្នកមិនត្រូវមានទោសក្នុងការនេះឡើយរួចស្រីនោះសួរថាតើចង់ឲ្យខ្ញុំខាបយកអ្នកណាមកឲ្យលោកនោះទ្រង់មានបន្ទូលថាសូមខាបយកសាំយូអែលមកឲ្យខ្ញុំចុះការស្ត្រីនោះបានឃើញសាំយូអែលនោះក៏ស្រែកឡើងជាខ្លាំងរួចទូលសូលថាហេតុអ្វីបានជាបញ្ឆោតខ្ញុំម្ចាស់ដូច្នេះត្បិតខ្លួនលោកនេះហើយគឺជាសូលតែទ្រង់មានបន្ទូលថាកុំឲ្យភ័យឡើយតើអ្នកបានឃើញអ្វីរួចស្ត្រីនោះទូលឆ្លើយថាខ្ញុំម្ចាស់បានឃើញពួកព្រះឡើងពីដីមកទ្រង់មានបន្ទូលទៀតថាតើមានភាពយ៉ាងដូចម្ដេចគាត់ឆ្លើយថាមានភាពជាមនុស្សចាស់ក្រឡុំដោយអាវដែលឡើងមកនោះសូលទ្រង់យល់ថាជាសាំយូអែលហើយរួចទ្រង់ក្រាបព្រះភ័ក្ត្រចុះដល់ដីដោយគោរពឯសាំយូអែលលោកទូលសួរថាហេតុអ្វីបានជាធ្វើឲ្យទូលបង្គំរំខានដែលហៅឲ្យទូលបង្គំឡើងមកដូច្នេះសូលមានបន្ទូលឆ្លើយថាខ្ញុំមានសេចក្តីវេទនាជាខ្លាំងពីព្រោះពួកសាសភីលីស្ទីនគេមកច្បាំងនឹងខ្ញុំហើយព្រះទ្រង់បានថយចេញពីខ្ញុំទៅទ្រង់ឥតមានបន្ទូលឆ្លើយមកខ្ញុំទៀតឡើយទោះបើដោយហោរាឬដោយការពន្យល់សពក្តីហើយនោះបានជាខ្ញុំហៅលោកមកដើម្បីឲ្យលោកបង្ហាញការដែលខ្ញុំគួរធ្វើជាយ៉ាងណានោះសាំយូអែលឆ្លើយថាបើព្រះយេហូវ៉ាបានថយចេញពីទ្រង់ទៅហើយបានត្រឡប់ជាទោសទទឹងនឹងទ្រង់ផងចុះហេតុអ្វីបានជាទ្រង់សួរដល់ទូលបង្គំវិញដូច្នេះព្រះយេហូវ៉ាបានសម្រេចដល់ទ្រង់តាមសេចក្តីទំនាយដែលទាយដោយសារទូលបង្គំហើយគឺបានដករាជពីព្រះហស្ថទ្រង់ចេញប្រគល់ឲ្យដល់អ្នកដទៃម្នាក់គឺដាវីតពីព្រោះទ្រង់មិនបានស្ដាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាឡើយក៏មិនបានធ្វើដល់សាសអាម៉ាឡេកតាមសេចក្តីក្រេវក្រោធរបស់ព្រះផងហើយនោះបានជានៅថ្ងៃនេះព្រះយេហូវ៉ាបានប្រព្រឹត្តនឹងទ្រង់យ៉ាងដូចនេះមួយទៀតព្រះយេហូវ៉ានឹងប្រគល់សាសអ៊ីស្រាអែលជាមួយនឹងទ្រង់ទៅក្នុងកណ្ដាប់ដៃនៃពួកភីលីស្ទីនដែរស្អែកនេះទ្រង់ព្រមទាំងពួកបុត្រាទ្រង់នឹងបាននៅជាមួយនឹងទូលបង្គំហើយព្រះយេហូវ៉ាទ្រង់នឹងប្រគល់ពួកពលទ័ពរបស់សាសអ៊ីស្រាអែលទៅក្នុងកណ្ដាប់ដៃនៃពួកភីលីស្ទីនដែរខណៈនោះស្រាប់តែសូលទ្រង់ដួលប្របាបចុះនៅដីមានសេចក្តីភ័យជាខ្លាំងដោយពាក្យដែលសាំយូអែលបានប្រាប់នោះហើយគ្មានកម្លាំងនៅសល់ទៀតទេពីព្រោះមិនបានសោយព្រះស្ងោយអស់ពេញមួយថ្ងៃមួយយប់នោះហើយដូច្នេះស្ត្រីនោះក៏មកឯសូលឃើញថាទ្រង់តក់ស្លុតជាខ្លាំងនោះក៏ទូលថាមើលខ្ញុំម្ចាស់ជាបាស្រីរបស់ទ្រង់បានស្ដាប់តាមទ្រង់ហើយក៏បានប្រថុយជីវិតនឹងធ្វើតាមអស់តែសេចក្តីដែលទ្រង់បានមានបន្ទូលមកខ្ញុំម្ចាស់ផងដូច្នេះសូមឲ្យទ្រង់ស្ដាប់តាមពាក្យរបស់ខ្ញុំម្ចាស់ជាអ្នកបម្រើទ្រង់ឥឡូវចុះសូមអនុញ្ញាតឲ្យខ្ញុំម្ចាស់រៀបចំនំប៉័ងបន្តិចថ្វាយទ្រង់សោយដើម្បីឲ្យមានកម្លាំងក្នុងការដែលយាងតាមផ្លូវទៅទ្រង់ប្រកែកថាខ្ញុំមិនបរិភោគទេតែដោយព្រោះពួកបម្រើទ្រង់ព្រមទាំងស្ត្រីនោះចេះតែទៅទូចអង្វរបានជាទ្រង់ក៏ស្ដាប់តាមរួចក្រោកពីដីឡើងទៅគង់នៅលើគ្រែស្ត្រីនោះមានកូនគោមួយយ៉ាងធាត់នៅក្នុងផ្ទះគាត់ក៏ប្រញឹកប្រញាប់នឹងសម្លាប់គោនោះហើយយកម្សៅមកច្របាច់ដុតធ្វើជានំប៉័ងឥតដំបែរួចលើកយកមកដាក់នៅចំពោះសូលនិងពួកបម្រើរបស់ទ្រង់គេក៏បរិភោគគ្រប់គ្នារួចគេក្រោកឡើងចេញទៅទាំងយប់នោះវិញជំពូក29ខ1រីឯពួកភីលីស្ទីនគេប្រមូលពលទ័ពទាំងអស់មកនៅត្រង់អាផេក
ហើយពួកអ៊ីស្រាអែលគេបោះតបនៅត្រង់រន្ធទឹកយេស្រៀលហើយពួកមេនៃសាសភីលីស្ទីនក៏នាំពលទ័ពគេទាំងរយទាំងពាន់ទៅខាងមុខហើយដាវីតនិងពួកលោកក៏នាំគ្នាដើរតាមក្រោយទៅជាមួយនឹងអគីសនោះពួកមេនៃសាសភីលីស្ទីនសួរថាពួកសាសហេប្រឺទាំងនេះមកធ្វើអីរួចអគីសឆ្លើយតបថានេះតើមិនមែនដាវីតជាអ្នកបម្រើរបស់សូលស្ដេចសាសអ៊ីស្រាអែលដែលបាននៅជាមួយនឹងខ្ញុំជាយូរឆ្នាំមកហើយទេឬអីហើយខ្ញុំមិនឃើញជាមានទោសអ្វីនៅក្នុងគាត់ចាប់តាំងពីវេលាដែលគាត់មកដល់រាប់ដល់ថ្ងៃនេះតែពួកមេភីលីស្ទីនគេខឹងនឹងទ្រង់រួចទូលថាចូលឲ្យមនុស្សនេះទៅវិញទៅដើម្បីឲ្យត្រឡប់ទៅឯកន្លែងដែលទ្រង់បានតម្រូវឲ្យនៅនោះកុំឲ្យចុះទៅឯចម្បាំងជាមួយនឹងយើងឡើយក្រែងលោកកំពុងតែច្បាំងនោះវាត្រឡប់ជាទាស់នឹងយើងវិញទើបវានឹងបានជាមិត្តរីនឹងចវាយវាយ៉ាងណាបានបើមិនមែនដោយសារយកក្បាលនៃមនុស្សទាំងនេះទេតើនេះមិនមែនជាដាវីតទេឬអីជាអ្នកដែលគេបានច្រៀងឆ្លើយគ្នាពីដំណើរវាក្នុងរបាំងគេថាសូលបានសម្លាប់ទាំងពាន់តែដាវីតទាំងម៉ឺននោះអគីសទ្រង់ហៅដាវីតមកមានបន្ទូលថាខ្ញុំស្បត់ដែលនៅព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថាអ្នកជាមនុស្សស្មោះត្រង់ហើយដែលអ្នកចេញចូលក្នុងពលទ័ពជាមួយនឹងខ្ញុំនោះក៏ជាទីពេញចិត្តខ្ញុំណាស់ដោយខ្ញុំមិនឃើញជាមានទោសអ្វីនៅក្នុងអ្នកឡើយចាប់តាំងពីវេលាដែលអ្នកមកឯខ្ញុំដល់រាបដល់ថ្ងៃនេះប៉ុន្តែពួកមេរបស់យើងគេមិនចូលចិត្តនឹងអ្នកទេដូច្នេះសូមអ្នកត្រឡប់វិលទៅវិញដោយសុខសាន្តចុះក្រែងនាំឲ្យបង្អាក់ដល់ចិត្តនៃពួកមេសាសភីលីស្ទីនទាំងប៉ុន្មាននោះដាវីតទូលសួរអគីសថាតើទូលបង្គំបានធ្វើខុសអ្វីខ្លះចាប់តាំងពីទូលបង្គំមកនៅចំពោះទ្រង់ដល់រាបដល់ថ្ងៃនេះនោះតើទ្រង់បានឃើញទូលបង្គំមានទោសយ៉ាងណាបានជាមិនឲ្យទូលបង្គំទៅច្បាំងនឹងពួកខ្មាំងសត្រូវរបស់ស្ដេចជាចវាយនៃទូលបង្គំដូច្នេះអគីសទ្រង់ឆ្លើយថាខ្ញុំដឹងហើយថាអ្នកជាមនុស្សល្អនៅចំពោះខ្ញុំប្រៀបដូចជាទេវតានៃព្រះផងប៉ុន្តែពួកមេភីលីស្ទីនគេបានសម្រេចថាមិនត្រូវឲ្យអ្នកឡើងទៅអាចចម្បាំងជាមួយនឹងយើងឡើយហើយនោះចូលអ្នកក្រោកឡើងពីព្រលឹមព្រមទាំងពួកបម្រើរបស់ចវាយអ្នកដែលមកជាមួយគ្នាលុះបានក្រោកឡើងពីព្រលឹមស្រាងដូច្នេះហើយមានពន្លឺល្មមនោះសូមចេញទៅចុះដូច្នេះដាវីតនិងពួកលោកក៏ក្រោកឡើងពីព្រលឹមដើម្បីកាលណាភ្លឺស្រាងឡើងនោះឲ្យបានវិលត្រឡប់ទៅឯស្រុកភីលីស្ទីនវិញតែឯពួកភីលីស្ទីនគេក៏នាំគ្នាឡើងទៅឯយេស្រៀលទៅជំពូក30ខ1លុះដល់ថ្ងៃទី3កាលដាវីតនិងពួកលោកបានមកដល់ស៊ីឡាក់នោះឃើញថាពួកអាម៉ាឡេកបានលុកចូលស្រុកត្បូងព្រមទាំងស្រុកស៊ីឡាក់ផងគេបានទាំងវាយក្រុងស៊ីឡាក់ហើយដុតដោយភ្លើងទៅក៏ចាប់យកពួកស្រីទាំងតូចទាំងធំដែលនៅទីនោះនាំទៅជាឆ្លើយឥតមានសម្លាប់អ្នកណាឡើយគ្រាន់តែដឹកនាំទៅប៉ុណ្ណោះដូច្នេះកាលដាវីតនិងពួកលោកបានមកដល់នោះក៏ឃើញទីលំនៅបានឆេះអស់ហើយឯប្រពន្ធនិងកូនប្រុសកូនស្រីក៏ត្រូវគេចាប់យកទៅជាឆ្លើយទាំងអស់ផងនោះដាវីតនិងពួកមនុស្សដែលនៅជាមួយក៏ឡើងសម្លេងយំជាខ្លាំងដល់រាបដល់គ្មានកម្លាំងនឹងយំទៀតឯប្រពន្ធដាវីតទាំងពីរគឺអូហ៊ីណោមជាអ្នកស្រុកយេស្រៀលនិងអូប៊ីកែលជាប្រពន្ធរបស់ខ្មោចណាបាល់ដែលជាអ្នកស្រុកកើមែលនោះគេក៏បាននាំទៅជាឆ្លើយដែរចំណែកដាវីតលោកច្របល់ក្នុងចិត្តជាខ្លាំងត្បិតបណ្ដាលពួកលោកគិតចោលនឹងថ្មពីព្រោះគ្រប់គ្នាមានសេចក្តីទំនាស់ចិត្តជាខ្លាំងដោយព្រោះកូនប្រុសកូនស្រីរបស់គេតែដាវីតបានកម្លាចចិត្តខ្លួនឡើងដោយនៅព្រះយេហូវ៉ាជាព្រះនៃលោកវិញគ្រានោះដាវីតនិយាយទៅអូប៊ីធើដ៏ជាសង្ឃជាកូនអូហ៊ីម៉ាឡេកថាសូមយកអេផូតមកឲ្យខ្ញុំឯនេះនោះអូប៊ីធើក៏យកអេផូតមករួចដាវីតទូលសួរដល់ព្រះយេហូវ៉ាថាតើត្រូវឲ្យទូលបង្គំដេញតាមពួកនោះឬអីតើនឹងបានតន់គេឬទេទ្រង់មានបន្ទូលឆ្លើយថាចូលដេញតាមចុះត្បិតនឹងបានតន់គេជាពិតប្រាកដហើយនឹងចាប់បានមកវិញទាំងអស់ជាមិនខានផងដូច្នេះដាវីតព្រមទាំងពួក600នាក់ដែលនៅជាមួយក៏លើកគ្នាចេញទៅការទៅដល់ជ្រោះប៊ីសាវហើយនោះក៏ទុកអ្នកខ្លះឲ្យនៅទីនោះបុតមាន200នាក់ឈប់នៅដោយគេល្វើយនឹងឆ្លងជ្រោះបេសាវទៅមិនបានតែឯដាវីតនិង400នាក់ឯទៀតចេះតែខំដេញតាមទៅទៀតរីឯនៅវាលគេប្រទះឃើញសាសអេស៊ីបម្នាក់ហើយក៏នាំវាមកឯដាវីតរួចឲ្យនំប៉័ងនិងទឹកបរិភោគក៏ឲ្យផ្លែល្វាក្រៀម1ផែនហើយនឹងផ្លែទំពាំងប៊ីជូក្រៀម2ចង្កោមដែរកាលវាបានបរិភោគហើយនោះក៏មានកម្លាំងឡើង
ពីព្រោះមិនបានបរិភោគពោះអាហារឬទឹកអស់3ថ្ងៃ3យប់មកហើយដាវីតសួរវាថាឯងជាបាវរបស់អ្នកណាហើយមកពីណាវាឆ្លើយតបថាខ្ញុំជាសាសអេស៊ីបជាអ្នកបម្រើរបស់សាសអាម៉ាឡេកម្នាក់ចាវាយខ្ញុំបានលះចោលខ្ញុំ3ថ្ងៃមកហើយពីព្រោះខ្ញុំឈឺយើងខ្ញុំបានលុកចូលស្រុកត្បូងរបស់ពួកកេរីធីមនិងស្រុករបស់ពួកយូដាហើយនឹងស្រុកត្បូងជាស្រុករបស់កាឡែបក៏ដុតក្រុងស៊ីកឡាក់ដោយភ្លើងនោះដាវីតសួរថាឯងចូលចិត្តនឹងនាំយើងចុះទៅឯពួកនោះឬទេវាឆ្លើយថាសូមស្បត់នឹងខ្ញុំដែលនៅព្រះចុះថាលោកមិនសម្លាប់ខ្ញុំឡើយក៏មិនប្រគល់ខ្ញុំទៅឲ្យចៅហ្វាយខ្ញុំវិញដែរនោះខ្ញុំនឹងនាំលោកចុះទៅឲ្យដល់គេកាលវាបាននាំចុះទៅដល់ហើយនោះឃើញគេនៅពាសពេញលើដីកំពុងតែស៊ីផឹកហើយលូតកញ្ឆេងដោយព្រោះរបបជាច្រើនដែលគេចាប់បាននាំយកពីស្រុកភីលីស្ទីននិងស្រុកយូដានោះដាវីតក៏ប្រហារគេចាប់តាំងពីពេលប្រឡប់នោះរហូតដល់ល្ងាចថ្ងៃក្រោយឥតមានអ្នកណារត់រួចឡើយលើកតែពួកកំឡោះ400នាក់ដែលជិះសត្វអូតរត់ទៅប៉ុណ្ណោះដូច្នេះដាវីតចាប់យកបានរបស់ទាំងអស់ដែលសាសអាម៉ាឡេកបានប្លន់យកទៅនោះក៏បានប្រពន្ធទាំងពីរមកវិញដែរឯរបស់ទាំងប៉ុន្មានដែលគេប្លន់យកទៅនោះគ្មានខ្វះអ្វីសោះទោះតូចឬធំកូនប្រុសកូនស្រីឬរបបណាក្តីដាវីតបាននាំយកទាំងអស់មកវិញលោកក៏ចាប់យកវងជៀមនិងវងគោដែរហើយពួកអ្នកគង្វាលដែលដេញសត្វទាំងនោះនៅមុខគេក៏និយាយថានេះជារបបនៃដាវីតរួចដាវីតត្រឡប់មកដល់ពួក200នាក់ដែលឥតមានកម្លាំងនឹងតាមទៅគឺពួកអ្នកដែលគេបានទុកនៅត្រង់ជ្រោះបេសោនោះអ្នកទាំងនោះក៏ចេញទៅទទួលដាវីតនិងពួកដែលនៅជាមួយការដាវីតចូលមកចិត្តនោះក៏សួរគេពីសេចក្តីសុខទុក្ខឯបណ្ដាមនុស្សកំណាចនិងមនុស្សចៅមសៀតក្នុងពួកអ្នកដែលបាននៅជាមួយនឹងដាវីតគេនិយាយឡើងថាយើងមិនព្រមចែករបបដែលយើងបានចាប់យកមកវិញឲ្យដល់អ្នកទាំងនេះទេលើកតែប្រពន្ធកូនគេប៉ុណ្ណោះនោះក៏ឲ្យគេនាំទៅចុះពីព្រោះគេមិនបានទៅជាមួយនឹងយើងសោះតែដាវីតប្រកែកថាបងប្អូនអើយកុំឲ្យធ្វើដូច្នេះចំពោះរបស់ដែលព្រះយេហូវ៉ាបានប្រទានមកយើងឡើយបិទទ្រង់បានការពារយើងហើយប្រគល់ពួកអ្នកដែលបានញោមញីយើងមកក្នុងកណ្ដាប់ដៃយើងហើយតើអ្នកណានឹងស្ដាប់តាមអ្នករាល់គ្នាក្នុងដំណើរនេះបិទអ្នកដែលចុះទៅច្បាំងបានចំណែកប៉ុណ្ណានោះអ្នកដែលនៅចាំអីវ៉ាន់ក៏ត្រូវបានចំណែកប៉ុណ្ណោះដែរគឺត្រូវចែកឲ្យស្មើគ្នានោះក៏បានដូច្នោះចាប់តាំងពីថ្ងៃនោះតទៅដាវីតក៏តាំងសេចក្តីនោះឡើងទុកជាច្បាប់ជាបញ្ញត្តិសម្រាប់សាសអ៊ីស្រាអែលដរាបដល់សព្វថ្ងៃនេះលុះកាដាវីតបានត្រឡប់មកដល់ស៊ីកឡាក់វិញហើយនោះក៏ផ្ញើរបបខ្លះទៅជូនដល់ពួកចាស់ទុំនៅស្រុកយូដាដែលជាមិត្តសម្លាញ់របស់លោកដោយពាក្យថានេះជាចំណែករបបដែលចាប់ពីពួកខ្មាំងសត្រូវនៃព្រះយេហូវ៉ាខ្ញុំផ្ញើមកជូនដល់លោករាល់គ្នាគឺផ្ញើទៅដល់ពួកចាស់ទុំនៅបេតអែលរ៉ាម៉ូតខាងត្បូងនិងយ៉ាទានៅអារ៉ូអឺស៊ីបម៉ូតអេសថេម៉ូរ៉ាកាល់និងដល់ពួកអ្នកដែលនៅអស់ទាំងទីក្រុងពួកយេរ៉ាមអែលហើយនិងពួកអ្នកដែលនៅអស់ទាំងទីក្រុងនៃពួកកេនពួកនៅហោម៉ាកោអាសានអាថាកហេប្រុនហើយនៅគ្រប់កន្លែងដែលដាវីតនិងពួកលោកធ្លាប់ដើរទៅមកផងជំពូក31ខ1រីឯពួកភីលីស្ទីនគេចូលតនឹងពួកអ៊ីស្រាអែលពួកអ៊ីស្រាអែលក៏រត់ពីមុខពួកភីលីស្ទីនទៅហើយត្រូវគេសម្លាប់នៅលើភ្នំគីបោពួកភីលីស្ទីនដេញតាមសូលនិងពួកបុត្រាទ្រង់យ៉ាងប្រកិតគេបានសម្លាប់យូណាថានអូប៊ីណាដាប់ហើយនិងម៉ាគីលស៊ូអាជាបុត្រាសូលទៅចម្បាំងនោះក៏ប្រាជាលំបាកណាស់ដល់សូលពួកពលធ្នូក៏តាមទ្រង់ទាន់ហើយទ្រង់មានប្រតិយតក់ស្លុតជាខ្លាំងទើបទ្រង់មានបន្ទូលទៅអ្នកដែលកាន់គ្រឿងទ្រង់ថាចូលហូតដើរឯងមកចាក់ទម្លុះអញទៅក្រែងពួកមិនកាត់ស្បែកនេះគេមកកាប់ចាក់ហើយមើងងាយដល់អញតែអ្នកកាន់គ្រឿងរបស់ទ្រង់មិនហ៊ានទេដោយគាត់មានសេចក្តីភ័យជាខ្លាំងដូច្នេះសូលទ្រង់ក៏ហូតយកដាវរបស់ទ្រង់ផ្ដួលខ្លួនទៅលើកាលអ្នកកាន់គ្រឿងរបស់ទ្រង់បានឃើញថាសូលបានសគត់ហើយនោះគាត់ក៏ផ្ដួលខ្លួនទៅលើដាវស្លាប់ទៅជាមួយដែរដូច្នេះសូលព្រមទាំងបុត្រាទ្រង់3អង្គនិងអ្នកកាន់គ្រឿងរបស់ទ្រង់ហើយនឹងពួកពលទាំងប៉ុន្មានបានស្លាប់ទាំងអស់គ្នានៅថ្ងៃនោះឯងការពួកសាសអ៊ីស្រាអែលដែលនៅច្រកភ្នំនោះម្ខាងនិងពួកដែលនៅត្រើយខាងនាទន្លេយ៉ូដានបានឃើញថាពួកទ័ពនៃសាសអ៊ីស្រាអែលបានរត់ហើយសូលនិងពួកបុត្រាទ្រង់បានសគត់អស់ហើយនោះគេក៏រត់ចោលអស់ទាំងទីក្រុងទៅឯពួកភីលីស្ទីនក៏មកតាំងទីលំនៅក្នុងទីក្រុងទាំងនោះ
ដល់ថ្ងៃស្អែកកាលពួកភីលីស្ទីនបានចូលទៅដោះយករបស់ពីខ្មោចទាំងប៉ុន្មាននោះគេប្រទះឃើញសពសូលនិងបុត្រាទ្រង់ទាំង3អង្គនៅលើភ្នំគីបោដូច្នេះគេក៏កាត់យកព្រះសិរ្សទ្រង់ព្រមទាំងដោះគ្រឿងសាស្ត្រាវុធរបស់ទ្រង់ផ្ញើទៅគ្រប់ក្នុងស្រុកភីលីស្ទីនដើម្បីនឹងផ្សាយដំណឹងនោះដល់អស់ទាំងវិហាររបស់ពួកព្រះនៃគេហើយដល់បណ្ដាជនផងគេតម្កល់ទុកគ្រឿងស្ត្រាវុធនោះនៅក្នុងវិហារនៃរូបព្រះឯសពទ្រង់គេបានបោះភ្ជាប់នឹងកំផែងទីក្រុងបេតសានតែកាលពួកអ្នកនៅក្រុងយ៉ាបេសក្នុងស្រុកកាឡាតបានឮនិយាយពីការដែលពួកភីលីស្ទីនធ្វើដល់សពរបស់សូលនោះពួកអ្នកក្លាហានទាំងប៉ុន្មានរបស់គេក៏លើកគ្នាទៅទាំងយប់នាំយកសពរបស់សូលនិងសពនៃពួកបុត្រាទ្រង់ពីកំផែងបេតសានត្រឡប់ទៅឯក្រុងយ៉ាបេសបូជាភ្លើងទៅរួចគេរើសយកអដ្ឋិយកទៅបញ្ចុះនៅក្រោមដើមឈើមួយនៅក្រុងយ៉ាបេសហើយនាំគ្នាតមអាហារកាន់ទុកអស់7ថ្ងៃ